ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះចន្ទថាសូយ៉ាអញ្ចឹងនឹងគឺយើងមកធ្វើការងារ midterm ទី1របស់យើងធ្វើអំពី user management requirement អញ្ចឹងដំបូងយើងត្រូវបើកកម្មវិធីរបស់យើងសិនអញ្ចឹងអានេះដោយសារតែខ្ញុំដាក់សារអញ្ចឹងអ្នកទាំងអស់គ្នាអាច clear តាមខ្ញុំមកហើយបន្តមកទៀតយើងធ្វើការ comment ដំបូងគេហ្នឹងគឺ comment who am I ដើម្បីយើងដឹងថាយើងនៅ user ណាបន្តមកទៀតគឺយើង comment pwd នឹងតាមនឹងមកសម្រាប់ check មើល directory បន្តមកទៀតយើងធ្វើការ add user ថ្មីអញ្ចឹងយើង comment sudo user add អញ្ចឹងដោយសារតែ user របស់ខ្ញុំសូយ៉ាអត់មានOI អញ្ចឹងឈ្មោះខ្ញុំមាន OI អញ្ចឹងខ្ញុំបង្កើត user ថ្មីមួយទៀតឈ្មោះសូរិយាដូចគ្នាប៉ុន្តែខ្ញុំតែសេសូរិយាពេញអញ្ចឹងថ្ងៃហ្នឹងយើង comment តាមហ្នឹងមកមាន /bin ហើយនឹង plus អញ្ចឹងសេខលលុបចេញតោះមកយើង enter កន្លែងនេះយើងត្រូវទៅសេ password confirm password របស់ user សូរិយាតោះយើង សេ password ហើយកន្លែងហ្នឹងយើង enter មកតោះមកទៀតយើងធ្វើការ comment sudo password user សូយ៉ាសម្រាប់ធ្វើការ update password ទៅលើ user សូយ៉ាមួយហ្នឹងកន្លែងនេះវាឲ្យយើងsave password ថ្មីអញ្ចឹងយើង password ហើយយើងរបៀបទៅ save វាម្ដងទៀតដើម្បីបញ្ជាក់តបមកទៀតយើងធ្វើការស៊ូ user ដើម្បីធ្វើការ login user អញ្ចឹងសាក pwd មើលចឹងហើយនឹងយើងនៅ user home មកសូយ៉ាបន្តមកទៀតគឺយើងធ្វើការ comment md ដើម្បីធ្វើការបង្កើត file txt ចឹងយើង comment តាមនឹងមក mkd អញ្ចឹងឡើយនឹងខ្ញុំបង្កើត file ឈ្មោះ su30 ចឹងខ្ញុំ complete មួយនឹង .txt របស់យើងអូខេបន្ទាប់ពីបានប៉ុណ្ណឹងយើងធ្វើការ ls មើលតមកទៀតខ្ញុំចង់ធ្វើការចេញពី user ហ្នឹងអញ្ចឹងយើង comment exit មកដើម្បីចូលទៅកាន់ user របស់យើងវិញហើយ comment ចុងក្រោយរបស់យើងគឺ cat/etc ហើយ /passwdចឹងយើងសាកធ្វើការ comment pwd ដើម្បី check មើលណាយើងចូលមកកាន់ user សូយ៉ាវិញហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណលោកគ្រូអរគុណអ្នកទាំងអស់គ្នា